Ok, trong video này dương รียนពីការរៀបចំ workspace ចឹងគេថាតើ workspace ហ្នឹងគឺជាអ្វីចឹង workspace គឺជាតំបន់ធ្វើការរបស់ Adobe Photoshop ដែលរួមបញ្ចូលនៅឧបករណ៍ផ្ទាំងបញ្ជានិងផ្ទៃការងារណាដែលអ្នកប្រើប្រាស់ត្រូវការសម្រាប់កែប្រែនិងបង្កើតរូបភាពចឹង Photoshop បានរៀបចំ workspace ជាច្រើនសម្រាប់ការងារផ្សេងៗដូចជាណា Essential គឺប្រើសម្រាប់កែរូបភាពទូទៅ Photography សម្រាប់អ្នកថតរូប Graphic and Web សម្រាប់រចនា graphic និង web ណា Motion សម្រាប់ animation និង video Painting គឺសម្រាប់គូររូប 3D គឺសម្រាប់ការងារ 3D ណាហើយ 3D ដែរគឺវា support ទៅតាម version ណាអូខេចំណុចទី11យើងនិយាយអំពីរបៀបនៃការបដូរ workspace អញ្ចឹងវីដេអូ workspace គឺយើងចុចទៅលើ window ហើយជ្រើសរើសយកពាក្យ workspace ហើយបន្តមកទៀតយើងជ្រើសរើស workspace ដែលយើងចង់ប្រើអញ្ចឹងឧទាហរណ៍ដូចជាយើងចុចទៅលើ window ហើយយើងយកពាក្យ workspace ហើយយើងយកទៅលើ photography អូខេហើយចំណុចទី12គឺយើងនិយាយអំពីការបង្កើត workspace ថ្មីអញ្ចឹងអ្នកអាចបង្កើត workspace ផ្ទាល់ខ្លួនបានអញ្ចឹងយើងត្រូវរៀបចំ panel តាមតម្រូវការអញ្ចឹងមានថាយើងចង់បានផ្ទាំងណាមួយដែលយើងប្រើប្រាស់យើងចូលទៅបង្កើតនៅ workspace ថ្មីមកអូខេការបង្កើត workspace ថ្មីនេះគឺយើងចូលទៅកាន់ window ហើយយើងយកពាក្យ workspace ហើយយើងយកពាក្យ new workspace មកណាតមកទៀតយើងដាក់ឈ្មោះហើយយើងចុច save មកអូខេអញ្ចឹងមួយទៀតគឺរបៀបរក្សាទុកនៃការផ្លាស់ប្ដូរ workspace របស់យើងអញ្ចឹងប្រសិនបើអ្នកបានផ្លាស់ប្ដូរទីតាំង panel ណាអញ្ចឹងយើងអាចចូលទៅកាន់ window យក workspace ហើយ new workspace មកណាហើយមួយទៀតប្រសិនបើយើងធ្វើការផ្លាស់ប្ដូរ panel ឬក៏យើងច្រឡំដៃលុប panel ណាមួយហើយយើងចង់វិលទៅភាពដើមគឺអ្នកនរគ្នាអាចចុចទៅលើ window ហើយយក workspace មកយក reset workspace ដើម្បីឲ្យវាត្រឡប់ទៅលំនាំដើមវិញអូខេចំណុចទី14គឺយើងនិយាយពីការលាក់និងបង្ហាញ panel ចឹងដើម្បីលាក់ឬក៏បង្ហាញ panel យើងចូលទៅកាន់ window ហើយយើងជ្រើសរើស panel ណាដែលអ្នកយើងចង់ធ្វើការបង្ហាញណាចឹងឧទាហរណ៍ដូចជាកន្លែងនេះគេបង្ហាញ layer គេចុចទៅលើ window ហើយយក layer មកចឹងគេចង់បង្ហាញទៅលើ history គេចុចទៅលើ window ហើយយកពាក្យ history មកហើយមួយទៀតបើសិនបើចង់បង្ហាញតាក់ទងមួយ color យើងយក window មកហើយ select ទៅលើ color មកណាអូខេចឹងយើងអាចប្រើប្រាស់នៅ short key ណា shortcut key ដើម្បីធ្វើការលាក់ឬក៏បង្ហាញ panel អូខេយើងប្រើ tab លាក់ឬក៏បង្ហាញ panel និង toolbar ហើយ shift tab គឺយើងលាក់ឬក៏បង្ហាញ panel ប៉ុណ្ណោះហើយអក្សរ F គឺយើងប្រើសម្រាប់បដូរនៅ screen mode ហើយ control បូកអក្សរ O គឺមានន័យថាយើង fit image ទៅក្នុង window ណាចឹងមានន័យថាយើងអាចធ្វើការបើករូបភាពចូលក្នុងផ្ទៃការងាររបស់យើងហើយ control បូកមួយនឹងអក្សរបូកអក្សរសញ្ញាបូកណាមានន័យថាយើងធ្វើការ zoom in zoom in ជាភាសាខ្មែរមានន័យថាយើងពរិចរូបភាពគឺមានន័យថាយើង zoom ចូលទៅក្នុងចឹងមានន័យថារូបយើងកាន់តែធំណាមួយទៀត control បូកមួយសញ្ញាដកណាចឹងមានន័យថា zoom out ចឹងមានន័យថាយើងឲ្យរូបទៅឆ្ងាយមានន័យថាឲ្យរូបកាន់តែតូចអូខេចឹងមួយទៀតគឺគន្លឹះសម្រាប់អ្នកចាប់ផ្ដើមណាចឹងគេថាប្រើ Essential Workspace នៅពេលដែលយើងរៀន Photoshop ដំបូងចឹងអ្នកដំបូងគឺយើងត្រូវទៅប្រើ Workspace ប្រភេទ Essential ណាហើយមួយទៀតគឺយើងត្រូវរៀបចំ layer panel ឲ្យងាយប្រើចឹងមានថាយើងប្រើប្រាស់ tool ណាដែលងាយយើងយកវាមកបង្ហាញមកពេលថាកុំបើក panel ច្រើនពេកព្រោះអាចធ្វើឲ្យផ្ទៃការងារតូចចឹងបើសិនបើអ្នកនរគ្នាបើ panel ច្រើនប្រើប្រាស់ឧបករណ៍មកដាក់លើផ្ទៃការងារច្រើនគឺធ្វើឲ្យផ្ទៃការងារយើងគឺមានទំហំតូចអូខេមួយទៀតគេថាឲ្យយើងបង្កើត workspace ផ្ទាល់ខ្លួនសម្រាប់ការងារប្រើញឹកញាប់ចុះអ្វីដែលយើងប្រើញឹកញាប់យើងអាចបង្កើត workspace មួយមកទៅពេលដែលយើងចង់បង្ហាញឧបករណ៍របស់ហ្នឹងយើងអាចចូលទៅកាន់ workspace ដែលយើងបានបង្កើតហ្នឹងណាអូខេមួយទៀតបើសិនបើអ្នកនរគ្នាបាត់ tool ឬក៏ panel ណាមួយយើងអាចចូលទៅ reset workspace ដើម្បីឲ្យវាមកសភាពដើមវិញណាអូខេចឹងបន្ទាប់ពីយើងមើលនិយមអីអស់ហើយឥឡូវយើងចូលមកដល់ការអនុវត្តរបស់យើងណាអូខេចឹងដើម្បីអនុវត្តអ្នកនរគ្នាបើកកម្មវិធី Photoshop មកអូខេចឹងអ្វីដែលយើងបង្ហាញមិញនេះគឺនៅកន្លែង menu window របស់យើងណាចឹង window គឺ workspace ចឹង workspace របស់យើងគឺមាន6ហ្នឹងគឺ Essential 3D Graphic and Web Motion Painting Photography អូខេចឹងយើងមកមើលនៅកន្លែងនេះបើសិនបើយើងដូរទៅ 3D
ចឹងមានថាផ្ទៃការងាររបស់យើងបដូរតាមនឹងដែរអូខេហើយបើសិនជាយើងប្រើ graphic and web គឺផ្ទៃការងាររបស់យើងគឺដូរមកជាទម្រង់អក្សរបែបនេះណាអូខេហើយបើសិនបើអ្នកនរគ្នាបដូរ workspace មកជា motion វិញមានន័យថាយើងមានប្រភេទជា frame មាន layer timeline ណាដែលយើងអាច add វីដេអូឬក៏រូបភាពដើម្បីធ្វើជាចលនាឬក៏វីដេអូផ្សេងៗអូខេហើយមួយទៀតបើសិនបើអ្នកនរគ្នាដូរ workspace ទៅជាប្រភេទ painting អញ្ចឹងគឺវានឹងចេញផ្ទៃនៅពណ៌ដែលធ្វើឲ្យយើងធ្វើការគូររូប select ពណ៌ select អីផ្សេងៗផាត់ពណ៌ផាត់អីចឹងទៅអូខេហើយសម្រាប់ workspace មួយទៀតគឺប្រភេទ photography សម្រាប់អ្នកថតរូបអូខេហើយបើសិនបើអ្នកនរគ្នាគិតថា workspace ទាំងអស់នេះវាអត់សមស្របសម្រាប់អ្នកនរគ្នាទេអញ្ចឹងអ្នកនរគ្នាអាចធ្វើការបង្កើតនៅ workspace ថ្មីបានអូខេអញ្ចឹងអ្នកនរគ្នាចូលទៅកាន់ workspace ហើយ Windows workspace ហើយយើងចូលមកកាន់ new workspace មកអូខេអញ្ចឹងយើងដាក់ឧទាហរណ៍ថាសម្រាប់ design យើងទៅអូខេហើយពេលយើងដាក់ឈ្មោះហើយយើងធ្វើការ save វាអូខេអញ្ចឹងបន្តមកទៀតអ្នកនរគ្នាចង់បង្ហាញអីមួយយើងទៅ Windows មកអញ្ចឹងអ្នកនរគ្នាចង់បង្ហាញតាក់ទងជាមួយនឹង color អញ្ចឹងអ្នកនរគ្នា click color មកអញ្ចឹង color វាធ្វើការចេញមកនៅកន្លែងនេះហើយអូខេអញ្ចឹងអ្នកនរគ្នាចង់បង្ហាញអីទៀតតាក់ទងជាមួយនឹង history អូខេអញ្ចឹងនេះគឺជា history អូខេអញ្ចឹងអ្នកនរគ្នាចង់បង្ហាញ timeline អញ្ចឹងអ្នកនរគ្នាដាក់ timeline មកចេញនៅខាងក្រោមនេះហើយអូខេអញ្ចឹងយើងគិតថាអ្វីដែលយើងប្រើប្រាស់គឺយើងចង់បង្ហាញប៉ុណ្ណឹងឬក៏យើងចង់បន្ថែមទៀតអញ្ចឹងយើងអាចคลิกទៅលើនឹងមកដើម្បីឲ្យវាសូកអូខេអញ្ចឹងយើងអាចបង្ហាញ tool preset ទៅទៀតទៅចេញនៅទៅនេះអញ្ចឹងឧទាហរណ៍ថាអ្នកនរចង់ប្រើប្រាស់ថ្ងៃក្រោយគឺយើងអាចចូលទៅកាន់Windows មកហើយយើងយក design ហ្នឹងមកអញ្ចឹងឧទាហរណ៍ខ្ញុំដូរទៅ essential អញ្ចឹងគឺវាទៅទម្រង់ essential របស់យើងវិញអញ្ចឹងឧទាហរណ៍ថាយើងយក design ដែលយើងបានបង្កើតគឺវាចេញទម្រង់ហ្នឹងមកឲ្យហ្មងណាអញ្ចឹងវាងាយស្រួលក្នុងការប្រើប្រាស់អូខេអញ្ចឹងនេះគឺជាការបង្កើត workspace ថ្មីអញ្ចឹងឧទាហរណ៍ថាបើអ្នកនរគ្នាចង់ទៅសភាពដើមវិញអញ្ចឹងអ្នកនរគ្នាអាច reset design នេះទៅគឺវាទៅទម្រង់ដើមហើយហើយបើអ្នកនរគ្នាចង់លុបវាហ្មងគឺយើងចូលទៅលើ delete workspace មកទៅចុច delete គឺវាអត់ឲ្យយើងរើសទេដោយសារអីយើងកំពុងតែនៅឈរនៅលើ design ហ្នឹងអញ្ចឹងតើអ្នកនរគ្នាដូរកន្លែង workspace នេះទៅយកមួយណាមួយ copy design ហ្នឹងយើងអាចលុបវាបានហើយអូខេអញ្ចឹងយើងអាចចូលទៅកាន់ workspace យើងដូរមក essential មកឬក៏ឥឡូវខ្ញុំធ្វើការ reset វាទៅអញ្ចឹងឧទាហរណ៍យើង reset design អញ្ចឹងឧទាហរណ៍ទម្រង់ design គឺមានលក្ខណៈបែបនេះអញ្ចឹងខ្ញុំចូលទៅ Windows យកពាក្យ workspace ហើយយកពាក្យ reset design អញ្ចឹងគឺវាទម្រង់ដើមវិញអញ្ចឹងបើអ្នកនរចង់លុបយើងចូលទៅភាសាទៀតហើយយើងយកទៅ essential មកអូខេអញ្ចឹងយើងចូលទៅភាសាទៀតយើងយកពាក្យ delete មកណា delete workspace អូខេអញ្ចឹងdesign នេះវាលែង active ទៀតហើយយើងអាច delete បានអូខេចុចពី yes មកអូខេអញ្ចឹងយើងចូលទៅមើលបន្តទៀតគឺវាបាត់ហើយណា design ហ្នឹងអូខេអញ្ចឹងសម្រាប់វីដេអូទាក់ទងជាមួយការរៀបចំណាផ្ទៃការងាររបស់យើងគឺមានប៉ុណ្ណឹងទាក់ទងជាមួយនឹងការបង្កើត workspace អញ្ចឹង workspace ហ្នឹងគឺសំខាន់ណាស់សម្រាប់ការងាររបស់យើងមួយអញ្ចឹងប្រសិនបើយើងចេះបដូរនៅកន្លែងហ្នឹងទៅតាមសភាពការទៅតាមទំហំការងាររបស់យើងគឺងាយស្រួលអូខេអញ្ចឹងសម្រាប់វីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ណា